មាននរណាម្នាក់សួរដោយភ័យថាតើនាងបានសម្លាប់មេដ៏ពិតប្រាកដឬទេហើយសួរថាតើអ្វីទាំងអស់នេះគ្រាន់តែជាការសម្ដែងបោកប្រាស់មកដល់ពេលនេះទេនៅលើសពរបស់ព្រះអង្គការ៉ានមាននរណាម្នាក់បង្ហាញខ្លួនឡើងហើយយំសួរថាហេតុអ្វីព្រះអង្គត្រូវប្រឈមមុខនឹងស្ថានភាពនេះជំនួសនាងដោយសុំឲ្យគេបោះបង់នាងឲ្យនៅតែងបុរសរបស់យើងបានដឹងថារូបភាពនោះជាតំណាងឲ្យមេដ៏ពិតប្រាកដរូបភាពនោះបានបង្កើតរង្វង់វេទមន្តមួយជុំវិញពួកគេហើយភ្លាមនេះរង្វង់វេទមន្តជាច្រើនក៏បង្ហាញខ្លួនលើក្បាលមនុស្សគ្រប់គ្នាវាប្រស្រែកឲ្យគ្រប់គ្នាចេញពីទីនោះភ្លាមហើយប្រកាសថានាងបានរងចាំពេលនេះយូរហើយអ្នកប្រមាញ់ផ្សេងទៀតស្រែកដោយព្រួយបារម្ភអំពីសុវត្ថិភាពរបស់នាងប៉ុន្តែនាងចិត្តណែចូលទៅក្រោមរង្វង់វេទមន្តហើយចាប់ផ្ដើមសូត្រមន្តបុរសរបស់យើងឈរនៅទីនោះដោយគ្មានចលនាហើយវ៉ាខេរីក៏រត់មករកគាត់ភ្លាមដោយជំរុញឲ្យគាត់ចេញពីទីនោះត្រឹមពេលនោះគាត់ក៏បាត់ខ្លួនទៅគ្មានស្រមោលបន្ទាប់មករីបានដឹងស្មារតីវិញខណៈមានអ្វីមួយធាក់ចុះលើនាងលើកមើលឡើងហើយឃើញខ្លួនឯងស្ថិតនៅមុខសំណង់ធំមួយនាងចាប់ផ្ដើមយល់ដឹងនាងញឹមដោយសេចក្តីរំភើបរីករាយចំពោះប្រាក់គ្រប់កាក់ដែលបានចំណាយសម្រាប់ព័ត៌មាននេះបន្ទាប់មកនាងមើលចុះក្រោមហើយយល់ថានាងកំពុងឈរលើបាហ្វុំគាត់អង្រួនសម្លេងដោយទាមទារឲ្យនាងចុះចេញភ្លាមនាងជំហានចេញខាងក្រៅហើយសួរថាគាត់កំពុងធ្វើអ្វីនៅទីនេះ Hagen ខិតក្បាលខ្លួនឯងព្យាយាមយល់អំពីអ្វីកាត់ឡើងបន្ទាប់មកនាងវាយគាត់ហើយសុំទោសបញ្ជាក់ថាមិនវេទមិនបញ្ចេញបានបញ្ជូនមនុស្សពីរនាក់ដែលនៅជិតនាងបំផុតដើម្បីសង្សិទ្ធនាងផ្ដល់អំណោយចំណែករបស់នាងក្នុងទ្រព្យសម្បត្តិឲ្យពួកគេគាត់ទទួលយកដោយគ្មានអារម្មណ៍ហើយសួរថាពួកគេបានមកដល់ទីណានាងពន្យល់ថាពួកគេស្ថិតនៅក្នុងប្រាសាទស្មុគស្មាញមួយដែលជាតំបន់លាក់ខ្លួនដែលមានតែបង្ហាញខ្លួនបន្ទាប់ពីមេបូពិតប្រាកដបង្ហាញខ្លួនបាហ្វុំចាប់អារម្មណ៍ថានាងដឹងអំពីទីនេះរួចហើយសង្ស័យថានាងមានគោលបំណងផ្ទាល់ខ្លួនក្នុងការចូលរួមវាយប្រហារដោយសួរថាតើមានទ្រព្យសម្បត្តិដ៏កម្រណាមួយនៅទីនេះឬទេនាងពន្យល់ថាវាមានតម្លៃខ្ពស់ជាងនោះទៀតហើយប្រាសាទនេះផ្ទុកកំណត់ត្រាបុរាណអំពីសត្វអារក្សស្ថាបត្យកម្មប្រវត្តិសាស្ត្រនិងជំនឿរបស់ពួកវាត្រឹមតែពីការបង្ហាញលើជញ្ជាំងប៉ុណ្ណោះអ្នកប្រាជ្ញអាចសិក្សាបានថាសត្វទាំងនេះធ្លាប់ភ័យខ្លាចព្រះនិងប្រាថ្នាចង់មានជីវិតដូចព្រះប្រាសាទនេះផ្ទុករឿងរ៉ាវពេញលេញនៃពួកអារក្សទាំងមូលគាត់មើលដោយមិនបង្ហាញអារម្មណ៍ហើយសួរថានេះមែនទេដែលនាងបានស៊ូប្រឈមជីវិតដើម្បីវានាងឆ្លើយតបយ៉ាងរហ័សថាគាត់មិនគួរបង្អាប់ការរកឃើញរបស់នាងទេនាងពន្យល់ថាការរកឃើញប៉ុមមួយបែបនេះគឺដូចជាការរកកំជោលក្នុងទម្ងន់ស្មើជាមួយព័ត៌មានទាំងនេះនាងអាចបញ្ចប់សៀវភៅរបស់នាងខ្លាចអ្នកនិពន្ធលក់ដាច់និងទទួលបានការទទួលស្គាល់ថាជាអ្នកបុរាណវិទូឈានមុខគេអត់ហើយនាងថាភ្លើហើយអះអាងថាប្រាសាទនេះគ្រាន់តែជាឈុតសម្ដែងស្រដៀងនឹងពិតដែលសាងសង់ដោយអារក្សប៉ុណ្ណោះសម្រាប់ពួកវាពាក្យបញ្ជាតែមួយដែលមានអត្ថន័យគឺការសម្លាប់មនុស្សប៉ុណ្ណោះវាប្រកាសថាគាត់កំពុងខកខានចំណុចសំខាន់មួយគឺពីមើលពីជើងសត្វអារក្សពួកវាមិនមែនជាសត្វសាហាវទេពួកគេជាអ្នកការពារពិភពលោករបស់ខ្លួននាងបង្ហាញទៅកាន់រូបសិល្បៈលើជញ្ជាំងនៅក្បែរហើយនិយាយថាវាប្រាប់រឿងរ៉ាវរបស់ពួកគេដែលភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយមេដឹកនាំនៃប៉ុមនេះអក្សរបុរាណចម្លែកភ្លឺស្រអាប់លើផ្ទៃរបស់វាខណៈនាងអានសម្លេងនាងពន្យល់ថានៅក្នុងនគររុងរឿង Bellatrix មានព្រះមហាក្សត្រម្នាក់ស្រស់ស្អាតនិងមានអំណាចឈ្មោះ Rizelមាននរណាម្នាក់បាននិយាយរូបរាងរបស់ព្រះអង្គលេចធ្លោជាងសម្រស់នារីណាមួយហើយមន្តអាគមរបស់ព្រះអង្គក៏លើសគេផងដែរបុរសរបស់យើងគិតក្នុងចិត្តថាឈ្មោះនេះប្រហែលជារបស់មេដឹកនាំពិតប្រាកដនាងបន្តថាគេឈ្មោះរបស់ Rizel បានរាលដាលទៅទូទាំងប្រទេសហើយប្រជាជនរបស់ព្រះអង្គស្រឡាញ់ព្រះអង្គណាស់ប៉ុន្តែការច្រណែនក៏កើនឡើងផងដែរនគរចំណោមខាងក្បែរបានឈ្លានពាន Bellatrix ដើម្បីសង្ឃឹមយកទាំងដីធ្លីនិងអ្នកដឹកនាំដ៏ល្អឥតខ្ចោះរបស់វាដើម្បីការពារនគរមហាក្សត្រអាសតូច Karen កូនប្រុសរបស់ព្រះមហាក្សត្រចាស់បានទទួលយកមន្តអាគមនេះឯកមហោស្រពរបស់រាជវង្សឈ្មោះ Betelgeuse បានបោះបង់រាងកាយរបស់ខ្លួនឲ្យវិញ្ញាណ3ដើម្បីទទួលបានអំណាចដ៏អស្ចារ្យ Rizel មានអារម្មណ៍បែកបាក់ចិត្តគាត់តែងតែប៉ងប្រាថ្នាឲ្យប្រជាជនរបស់គាត់មានសន្តិភាពមិនមែនសង្គ្រាមមិនចប់មិនកាច់ទេដើម្បីការពារប្រជាជនរបស់គាត់បានសាងសង់ប៉ុមធំមួយដែលគ្មានសត្រូវណាអាចឈានដល់បានគាត់ចាប់អារម្មណ៍ថាប៉ុមនោះគឺជាប៉ុមខ្សែស្រឡាយដ៏ស្មុគស្មាញនោះវាប្រចាប់ផ្ដើមអានបន្តប៉ុន្តែ Pagan កាត់ពាក្យនាងដោយហៅថាវាឈួតគាត់រំលឹកនាងថាសូបានស្លាប់ដោយសារសត្វស្លាប់ដែលបានបង្កើតកន្លែងនេះវាប្រស្រែកទៅគាត់ដោយទាមទារឲ្យដឹងថាគាត់បានធ្វើអ្វីគាត់មើលនាងដោយមិនយល់អ្វីហើយសួរថានាងមានន័យដូចម្តេចនាងចង្អុលដោយយ៉ាងភ័យភ័ន្តហើយនិយាយថាពួកគេមិនដឹងថាអ្វីអាចកើតឡើងប្រសិនបើគាត់បំផ្លាញអ្វីមួយនៅក្នុងប្រាសាទនេះទេដែលធ្វើឲ្យគាត់ស្រួលចិត្តបន្ទាប់មកគាត់លើកមើលឡើងខាងលើហើយក្រឡាប់ក្រឡាំងពេលដែលចរម៉ាណាចាប់ផ្ដើមហូរចុះពីលំហូរស្រមោលងឹតមួយចាប់ផ្ដើមបង្កើតរាងខាងលើពួកគេคล้ายជារូបសត្វអាក្រក់មួយដែលលាក់មុខរបស់វាសារពីប្រព័ន្ធបញ្ចេញមកមុខគាត់ឲ្យបំផ្លាញ Rizel ដែលជាមេដឹកនាំនៃប៉ុងខ្សែស្រឡាយ Pagan ឈោមុខសត្វអាក្រក់នោះដោយមានអារម្មណ៍មិនសុខចិត្តការឡើងក្នុងចិត្តគំនិតរបស់គាត់ត្រឡប់ទៅវិញទៅមកថាហេតុអ្វីក្តីអកុសលតែងតែជ្រើសរើសគាត់វាបង្ហាញការមិនជឿជាក់ចំពោះស្ថានភាពរបស់ពួកគេខណៈដែលមេសត្វអាក្រក់បង្ហាញខ្លួននៅមុខពួកគេភារកិច្ចគួរតែបញ្ចប់ដោយការបំផ្លាញមេដឹកនាំប៉ុន្តែឥឡូវនេះអ្វីទាំងអស់មើលទៅឆ្កួតឆ្កងហួសហេតុបុរសរបស់យើងសួរពីការយល់ដឹងរបស់នាងសួរថានាងមិនដែលគិតថាលទ្ធផលបែបនេះអាចកើតមានឡើយឬនាងនិយាយអំពីផែនការរត់គេចខ្លួនតាមរយៈម៉ាស៊ីនបញ្ជូនដែលនាងរកឃើញនៅក្នុងប្រាសាទបាហ្វុំបញ្ជាក់ថាម៉ាស៊ីនបញ្ជូននឹងបាត់បង់មុខងារភ្លាមពេលមានមេដឹកនាំស្ថិតនៅកន្លែងដូចគ្នាហើយបន្ទប់ប្រាសាទក៏បានបំលែងទៅជាវេទិកាមេដឹកនាំភ្លាមនៅពេលសត្វនោះបង្ហាញខ្លួន
មេដឹកនាំលើកដៃឡើងបង្កើតកម្លាំងធម្មពលបង្វិលមួយហើយប្រកាសបន្ទាទោសចំពោះការចូលរំលោភដោយរំលឹកពួកគេថាឱកាសចេញទៅក្រៅមានមុនពួកគេចូលមកក្នុងនេះធម្មពលនោះបានបញ្ចេញដោយកម្លាំងបំផ្លាញក្មេងប្រុសរបស់យើងគិតថាប្រតិកម្មនេះដោយក្មេងព្រោះពួកគេគ្រាន់តែបំផ្លាញជញ្ជាំងមួយប៉ុណ្ណោះវាប្រអានអសរចុងក្រោយដែលបានកាត់នៅលើសប្រអប់វាបាននិយាយអំពីព្រះជាម្ចាស់នៃប៉ុនកម្ពុជាស្មុគស្មាញមួយកំពុងភ្ញាក់ឡើងដើម្បីជាអ្នកសង្គ្រោះពិភពលោកការផ្ទុះនោះបានបោះពួកគេទាំងពីរចេញទៅក្រោយហើយពួកគេបានដឹងថាប្រាសាទនេះជាសារមន្ទីរតាំងបង្ហាញសម្រាប់ការគោរពបូជាការបំផ្លាញរបស់ពួកគេធ្វើឲ្យព្រះជាម្ចាស់កើតកំហឹងជាធម្មតាបាហ្វុំបន្តសួរថាហេតុអ្វីព្រះជាម្ចាស់មានអារម្មណ៍ប្រតិកម្មខ្លាំងចំពោះរឿងតូចបែបនេះមេដឹកនាំមើលទៅលើគាត់ខណៈពេលគាត់ស្នើឲ្យសត្វសាសនាធ្វើចិត្តស្រួលបន្ថែមទៀតនាងសួរថាតើគាត់ជឿពិតមែនទេខណៈរលកម៉ាណាក្មេងមួយផ្ទុះឡើងវិញបោះភ្លើងបោះពុំពេញបន្ទប់កណ្ដាលភ្លើងបាហ្វុំរកឃើញខ្លួនឯងកំពុងដេកជាមួយនារីម្នាក់ដែលសន្លប់សម្រាកលើជើងគាត់ហ៊ីបច្របូកច្របល់គ្រប់ដណ្ដប់លើគាត់ព្រោះមុខនាងមើលទៅស្រដៀងស្រមៃប៉ុន្តែអង្គចង់ចាំគាត់មិនផ្ដោតចម្លើយអ្វីទេព្រះជាម្ចាស់បង្ហាញខ្លួននៅពីក្រោយគាត់ហើយសួរថាតើការសោកស្ដាយបានបំពេញបេះដូងគាត់ឬនៅពេលវេលានោះដូចជាការស្រមើទៅអតីតកាលបង្ហាញពីកំហុសធំបំផុតក្នុងជីវិតគាត់ដែលបានបញ្ចប់ជីវិតនរណាម្នាក់ដែលមានតម្លៃប្រហែលដោយចៃដន្យបាហ្វុំបដិសេធមិនទទួលយកភាពនេះទេគំនិតរបស់គាត់បដិសេធអស់សពគ្រប់ចំណាំថាគាត់មិនដែលសម្លាប់នាងឡើយមេដឹកនាំបង្ហាញការយល់ដឹងដោយបញ្ជាក់ថាការទទួលស្គាល់អាចជារឿងពិបាកណាស់វាផ្ដល់ឱកាសឲ្យកែសម្រួលកំហុសរបស់គាត់ដោយអះអាងថាធម្មពលរបស់វាអាចបង្វិលអ្វីវិញនិងផ្ដល់ការចាប់ផ្ដើមថ្មីគាត់សួរអំពីសភាពចម្លែកនៃសមត្ថភាពនេះរូបភាពនោះបញ្ជាក់ថាពេលវេលាអាចត្រូវបានបង្វិលត្រឡប់វិញប៉ុន្តែគាត់បដិសេធសំណើនោះភ្លាមស្នាមប្រេះចាប់ផ្ដើមរីកសាយពេញឆាកខណៈថ្មចាប់ផ្ដើមរលាយគាត់ចាត់ទុកបរិយាកាសទាំងមូលនេះថាជារឿងកំប្លែងនេះយ៉ាងខ្សោយមួយដែលព្យាយាមសាកល្បងគាត់ដឹងថាអនុស្សាវរីយ៍នេះមិនមែនជារបស់គាត់ផ្ទាល់ទេរូបភាពនោះសួរថាតើរូបរាងមនុស្សរបស់គាត់កើតមកបានដូចម្តេចបាហ្វុំចង់ចាំថាធម្មពលបំលែងនោះត្រូវបានលួចមកមិនមែនទទួលបានដោយខ្លួនឯងទេអនុស្សាវរីយ៍នោះជារបស់ម្ចាស់រាងកាយចាស់មិនមែនរបស់គាត់ទេការចាប់ផ្ដើមសារជាថ្មីមិនមានអត្ថន័យអ្វីទៀតឡើយគាត់ធុញទ្រាន់នឹងការធ្វើវងមួយឡើងវិញដែលចាប់ផ្ដើមលងបាត់ខណៈដែលបាហ្វុំធ្វើជំហានទៅមុខត្រៀមខ្លួនសម្រាប់ការប្រយុទ្ធមើលទៅដូចជាការរំខានដ៏ល្អឥតខ្ចោះសម្រាប់គាត់ភ្លាមរីប្របង្ហាញខ្លួនហើយវាគាត់តាមមុខអាជីចាប់ភ្លាមនោះធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាងការត្រូវវាផ្ទាល់ហើយនាងក៏សុំទោសយ៉ាងរហ័សផងដែរបាហ្វុំសួរថាហេតុអ្វីការត្រូវផាត់មុខនោះឈឺខ្លាំងប៉ុណ្ណាហើយចាប់ផ្ដើមសង្ស័យថាតើមានអ្វីកើតឡើងខណៈពេលគាត់សន្លប់វាប្រថាអ្នកគ្រប់គ្រងដាក់ពួកគេឲ្យជាប់ក្នុងសុបិននាងគេចេញបានបន្តិចហើយមិនដឹងថាពួកគេនៅណាទេការភ្ញាក់មុនគេបញ្ជាក់ពីភាពធន់ផ្លូវចិត្តរបស់នាងបន្ទាប់មក Pagan ក៏បង្ហាញខ្លួនផងដែលមានមុខក្រហមពីការប៉ុនប៉ងដាស់គាត់ជាញឹកញាប់បុរសរបស់យើងចាប់ផ្ដើមសង្ស័យថាតើនេះក៏ជាលទ្ធផលនៃការខិតខំរបស់នាងផងដែរឬទេនាងនិយាយថាគាត់មិនព្រមភ្ញាក់ឡើយទោះបីបានប្រាថ្នាការពារទាំងអស់ក៏ដោយនៅសល់វិធីតែមួយប៉ុណ្ណោះដែលមិនទាន់សាកល្បងវិធីដែលពុកបងនាងធ្លាប់ពិពណ៌នាថាជាចំណុចខ្សោយធំបំផុតរបស់បុរសនាងស្ទាក់ស្ទើរមិនប្រកាសចិត្តថាតើគួរធ្វើអត់ហើយផ្ទេរជំនួយឲ្យបាហ្វុំដោះស្រាយវិញព្រោះបុរសយល់ច្បាស់អំពីរឿងបែបនេះជាងគាត់បដិសេធគំនិតនោះភ្លាមវាប្រព្រួយបារម្ភអំពីស្ថានភាពផ្លូវចិត្តរបស់ Pagan ដោយខ្លាចថាមន្តអាគមនោះអាចធ្វើឲ្យគាត់ខូចខាតផ្លូវចិត្តអត់ពន្យល់ថាការឈឺចាប់ធម្មតាមិនអាចបំបែកការត្រួតត្រាដោយមន្តអាគមបានទេជាពិសេសនៅពេលវាបង្កើតឡើងដោយអ្នកប្រាមន្តខ្លះគាត់បន្តថាវិធីតែមួយដើម្បីលើកលែងវាគឺត្រូវមានអ្នកប្រាមន្តដោយកម្រិតគ្នាដូច្នេះការរងចាំខ្លាយជាជំរឿតែមួយវាប្រឲ្យយោបល់ថាភារកិច្ចក្នុងការដោះស្រាយបញ្ហានេះគឺជាការទទួលខុសត្រូវរបស់នាងព្រោះស្ថានភាពនេះចាប់ផ្ដើមពីសកម្មភាពរបស់នាងបើគាត់មិនភ្ញាក់ឡើងវិញទេនាងនឹងត្រូវរស់ជាមួយអារម្មណ៍ខកខានជានិច្ចចន្លោះពេលនោះនៅក្នុងសភាពស្រមៃរបស់គាត់ Pagan បើកភ្នែកឃើញពិភពមួយដែលមិនស្គាល់បរិយាកាសជុំវិញគាត់ផ្លាស់ប្ដូរយ៉ាងលឿនហើយមិនយូរប៉ុន្មានគាត់ឃើញខ្លួនឯងនៅពេលកំណើតនៅច្រកមន្ទីរពេទ្យមួយដែលវេជ្ជបណ្ឌិតព្រួតកាត់ទៅកាត់មកពួកគេពិភាក្សាអំពីការដែលម្ដាយកូនបានស្លាប់ពេលសម្រាលកូនដោយទុកឲ្យមានកូនប្រុសខ្សោយម្នាក់ដែលមិនមានទេពកោសល្យដូចបងស្រីរបស់គាត់បន្ទាប់មកនៅពេលគាត់ធំ Secretary Kang ចូលមកជិតគាត់ដឹងថាគាត់កំពុងសោកស្ដាយហើយប្រាប់គាត់ថាឪពុករងចាំ Pagan សួរដោយសម្លេងថាតើគាត់ជាមនុស្សបរាជ័យមែនទេជាសូនឲ្យដូចពីន្ទុយចុងក្រោយរបស់គាត់សួរថាហេតុអ្វីគាត់មិនមានទេពកោសល្យខណៈដែលបងស្រីគាត់លេចធ្លោគ្រប់យ៉ាងគាត់គិតត្រឡប់ទៅកាន់ម្ដាយរបស់គាត់ថាម្ដាយបានស្លាប់ដោយសារគាត់ Secretary Kang ព្យាបាលចិត្តគាត់ដោយរំលឹកថាម្ដាយគាត់តែងជឿជាក់ថាគាត់មានទេពកោសល្យមួយទោះបីវានៅមិនទាន់បង្ហាញខ្លួនក៏ដោយមុនពេលនរណាម្នាក់នឹងនិយាយបន្ថែមការផ្ទុះមួយបានធ្វើឲ្យឆក់ចិត្តទាំងអស់ទស្សនភាពបានផ្លាស់ប្ដូរឡើងវិញ Hagen មើលដំណឹងលើអេក្រង់ទូរស័ព្ទដៃរបស់គាត់អំពី Hunter Raven ដែលមានអាយុត្រឹមតែ18ឆ្នាំប៉ុណ្ណោះប៉ុន្តែអាចយកឈ្នះ May Astoid ហើយសម្អាតប៉ម Tower of Fate បានគាត់ដឹងថាពួកគេមានអាយុដូចគ្នាប៉ុន្តែជីវិតរបស់ពួកគេខុសគ្នាខ្លាំងការកោតសរសើរបំពេញចិត្តគាត់ស្របពេលដែលអារម្មណ៍ខុសត្រូវបានគេចាប់យកដោយរូបភាពវិនាទីចុងក្រោយរបស់ Soul ត្រឡប់មកមើលមុខគាត់វិញ
ដែលគាត់កាន់ក៏ធ្វើដូចជាខឹងខ្លួនឯងខណៈដែលអនុស្សាវរីយ៍កំពុងបង្ខំចិត្តគាត់ឲ្យស្ទាក់ស្ទើរគាត់បន្ទោសខ្លួនឯងចំពោះអ្វីទាំងអស់ទាំងការស្លាប់របស់សូវិបត្តិនៃម្ដាយរបស់គាត់និងការឈឺចាប់ដែលបានកើតតាមក្រោយទឹកភ្នែកហូរចុះពេលគាត់ដួលរលំហើយបញ្ចេញសំឡេងថាវិបត្តិទាំងនេះមិននឹងមានឡើយប្រសិនបើគាត់មិនធ្លាប់មានមេធំបានបង្ហាញខ្លួនពីក្រោយគាត់ដោយអះអាងថាពួកគេមានសេចក្តីសាបសូន្យឲ្យដូចគ្នាការបង្កើតរបស់នាងក៏បានទទួលរងទុក្ខវេទនាដោយសារកំហុសរបស់នាងផងដែរនាងផ្ដល់អំណោយដូចគ្នាដែលនាងធ្លាប់ផ្ដល់ឲ្យអ្នកដទៃគឺឱកាសដើម្បីលុបបំបាត់អំពើបាបរបស់គាត់ហើយចាប់ផ្ដើមជាថ្មីភ្នែករបស់ Pagan បញ្ចេញពន្លឺខណៈរង្វង់វេទមន្តមួយកំពុងបង្កើតជុំវិញគាត់នៅខាងក្រៅភាពវេទមន្ត Baphomet និង Reaper មានអារម្មណ៍ថាបានកើតមានការផ្លាស់ប្ដូរដ៏ភ្លឺថ្លាថាមពលបញ្ចេញកម្លាំងយ៉ាងសាហាវជុំវិញរាងកាយ Pagan មុនពេលផ្ទុះដ៏ធំមួយកាត់ឡើងបោះពួកគេទាំងពីរចេញពីបន្ទប់ពេលធូលីស្អាតចេញហើយមនុស្សម្នាក់ណាមិននៅសល់នៅមុខពួកគេឡើយរូបភាពអារក្សមួយឈរជំនួស Pagan ភ្នែករបស់វាបញ្ចេញពន្លឺក្រហមដ៏ខ្លាំង Baphomet និង Reaper ឈរតឹងនៅទីនោះដឹងថាមិត្តរួមដំណើររបស់ពួកគេមិនមានទៀតហើយការប្រែរូបបានបញ្ចប់ខណៈ Pagan ក្លាយជាអារក្សធំមួយកន្ទុយរបស់វាប្រហែលដីធ្វើឲ្យតំបន់នោះរញ្ជួយនិងធ្វើឲ្យពួកគេទាំងពីរភ្ញាក់ផ្អើលភូក្បាលរបស់ Reaper មិនទាន់ទទួលស្គាល់អ្វីដែលកើតឡើងចំពោះ Hunter Pagan ទេមុនពេលសត្វអារក្សនោះរត់ចូលប្រហារមកនាងខ្សែសង្វាក់របស់ Baphomet វាឆ្លងកាត់ខ្យល់មុនពេលប៉ះបង្រួបជាប់ជាមួយកន្ទុយអារក្សគាត់ធ្លាក់ចុះពីលើកាន់ខ្លាំងខណៈគាត់អូសសត្វអារក្សនោះត្រឡប់ក្រោយវិញអារក្សនោះរអិលរត់គេចខ្លួនចេញហើយបាត់ខ្លួនទៅមុនពេលជើងគាត់ប៉ះដីអត់វីម្ដងទៀតដោយកម្លាំងខ្លាំងប៉ុន្តែសត្វអារក្សនោះបង្ហាញខ្លួនឡើងវិញក្បែរគាត់ដោយមិនរងរបួសអ្វីឡើយគាត់ថយក្រោយខណៈអារក្សនោះបង្ហាញខ្លួនមកមុខគាត់ផ្ទាល់គាត់សើចឡើងឯ Reaper មើលទាំងងឹងឆ្ងល់ពេលគាត់សារភាពថាជ័យជំនះហាក់មិនអាចទៅរួច Reaper ក៏សួរពីន័យសម្ដីគាត់